បងប្អូនអរគ្នាឥឡូវថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើការរមូលលុយនៅក្នុងកម្មវិធី Photoshop បែបនេះយើងគ្រាន់តែមានលុយខាងមុខហើយនិងខាងក្រោយបែបនេះបងប្អូនណាហើយកុំភ្លេចជួយ share វីដេអូនេះមួយផងព្រោះវីដេអូនេះមានប្រយោជន៍មែនទែនសម្រាប់អ្នកដែលគាត់រៀនផ្នែក graphic design ហើយឥឡូវយើងកំពុងតែមាន promotion បញ្ចុះតម្លៃពិសេសសិក្សា3មុខវិជ្ជាតម្លៃ190គឺយើង free មួយមុខវិជ្ជា free ដែលអត់គិតថ្លៃហើយ promotion នេះមានរយៈពេលតែ3ថ្ងៃទេគឺថ្ងៃ4ថ្ងៃ5ថ្ងៃ6តោះឥឡូវចូលដល់វីដេអូយើងម្ដងបាទអញ្ចឹងទី1ខ្ញុំសូមបិទហៅលុយដែលខ្ញុំធ្វើឲ្យនេះសិនណាបាទទី1បងប្អូនត្រូវមានលុយមុខមួយក្រោយមួយយើង download ពី Google មកហើយយើងឲ្យលុយខាងមុខនឹងឡើងមកលើណាបាទឡើងមកលើយើងដាក់ផ្គុំចូលគ្នាបែបនេះបងប្អូនព្យាយាមសេរីវាឲ្យត្រូវគ្នាមកណាបងប្អូនសេរីតម្រង់រូបរាងលុយនេះឲ្យស្មើគ្នាមកបាទយើង scale វាប៉ិនគ្នាមកបន្ទាប់ពីប៉ិនគ្នាឲ្យបងប្អូន select ទាំងពីរមកបាទយើងត្រូវធ្វើការកាត់រូបភាពមួយកណ្ដាត់នេះចោលអញ្ចឹងយើងយក rectangle select នេះបាទនេះ tool មួយនេះបាទឃើញទេបាទនេះបាទយើងយកវាមក select ឲ្យចំពាក់កណ្ដាលចេះមកបាទហើយយើងត្រូវធ្វើការម៉ាស់វាណាយើងឈរនៅលើ layer នេះ layer ខាងលើដែលខ្ញុំបិទបើកឲ្យបងប្អូនមើលហ្នឹងយើងចុចម៉ាស់កន្លែងនេះណាបាទចុច Alt ហើយចុចម៉ាស់មកវាបិទកន្លែងហ្នឹងចោលហើយបន្ទាប់ពីវាបិទចោលហើយបងប្អូនមើលណាលុយខាងក្រោយនេះ stir បន្តិចណា stir បន្តិចខ្ញុំសេរីវាថែមបន្តិចអូខេវា stir បន្តិចខ្ញុំភ្លេចមើលបាទដោយសារវាស្តៀងមួយ background ពេកបាទពណ៌វាអូខេអញ្ចឹងខ្ញុំដាក់ឲ្យស្មើហើយបន្តមកទៀតខ្ញុំធ្វើការ select វាទាំងពីរ layer ហ្នឹង right click យើងយកពាក្យថា convert to smart object បន្ទាប់ពី convert ទៅ smart object ហើយបងប្អូនគ្រាន់តែចុច control T បាទដើម្បីធ្វើការ transform វាបងប្អូនប្រៀបរួមលុយមកសំតម្រង់ដែលបងប្អូនចង់បានមក right click យកពាក្យថា warp ណា warp នេះវាមាន3កន្លោមណាបងប្អូនទាញអាកន្លោមកែងខាងលើនេះបងប្អូនចង់ពុតចុះក្រោមបងប្អូនទាញចុះក្រោមចេះមកឃើញទេបាទឃើញទេខ្ញុំចេញមករូបប្រជ្រះគ្នាចឹងឯងខ្ញុំទាញមកចេះហើយខ្ញុំទាញនេះឡើងមកលើចេះបាទអញ្ចឹងបងប្អូនឃើញអាកន្លែងកណ្ដាត់នេះអញ្ចឹងយើងសេរីធ្វើម៉េចកុំឲ្យឃើញអាកន្លែងដែលយើងកាត់តំណហ្នឹងយើងពុតវាថែមចេះទៀតមកណាហើយនេះយើងបងប្អូនចង់ពុតថែមក៏បានអត់ក៏បានអាស្រ័យលើបងប្អូនទេណាចង់ពុតវាថែមចេះក៏បាននេះយើងចង់ឲ្យលុយលមួមិនអីមិនយើងពុតតាមហ្នឹងទៅណាបាទហើយ enter មកបន្ទាប់ពី enter ហើយវា stir ស្មើវាអត់សូវស្អាតទេអញ្ចឹងបងប្អូនត្រូវយក tool pen នេះបាទ pen tool មកកាលធ្វើស្មើវាណាអញ្ចឹងយើងយក pen មកបងប្អូនមើលតម្រង់វាឲ្យច្បាស់ណាយើងចុចកន្លែងនេះមួយហើយយើងចុចកន្លែងនេះមួយឲ្យជាប់បាទហើយពុតវាបែបនេះពុតរហូតតដល់វាត្រូវរៀងវាណានេះតប៉ុណ្នេះបាទបន្តមកទៀតបងប្អូនចុច Alt ផ្ដាច់កន្លែងនេះហើយពត់វាមកជុំមកបាទអានេះយើងពត់មិនពត់ទៅអត់អីទេយើងពត់មកជុំមកយើងចុច Control Enter ដើម្បីបង្កើតទៅជា Select ហើយបងប្អូនបង្កើត Layer មួយហើយយក Brush Tool ណា Brush Tool យើងនេះបាទនេះបងប្អូន Brush Tool បាទយើងយក Brush Tool យើង right click មកយើងយកអាព្រាលនេះហើយបងប្អូនព្រមវាមកល្មមមកចុច Alt ឲ្យជាប់បាទចុច Alt ជាប់ដើម្បីឆក់យកពណ៌លុយហើយយើងមើលកន្លែងពណ៌លុយរៀងទីល្ងិតតិចមកឲ្យវាល្ងិតជាងលុយហើយដូរ layer ហ្នឹងទៅជា multiply ដើម្បីវាទៅជាល្ងិតស្មោលណាបាទហើយបងប្អូនគ្រាន់តែ zoom រៀងឆ្ងាយតិចមកព្រិចរៀងធំប្រាស់វាបន្តិចមកដើម្បីវាកោងកន្លែងហ្នឹងណានេះប្រាស់វាបន្តិចមកឲ្យវាកោងកន្លែងហ្នឹងតិចមកនេះប៉ុណ្ណឹងណាអញ្ចឹងបងប្អូនគ្រាន់តែបានប៉ុណ្ណឹងហើយនេះបងប្អូនផាត់ទៅបើវាលើសអីលើសទៅបងប្អូនលើសមកនេះលើសទៅអត់អីទេបងប្អូនគ្រាន់តែចុច Alt បាញ់ចូលអានេះវាបាញ់ចូលទៅក្នុង layer នេះជាការស្រេចអញ្ចឹងបងប្អូននឹងទទួលបានលុយដែលបងប្អូនបានពុតហើយយើង select វាទាំង3ហ្នឹងមកយើងចុច Control G ដើម្បីគ្រប់វាមួយហើយយើងអាច convert វាទៅជា Smart Object ដើម្បីកុំឲ្យខូចទ្រង់ទ្រាយថ្ងៃក្រោយទៀតអញ្ចឹងលុយហ្នឹងអាចប្រើប្រាស់បានជាផ្លូវការអូខ្ញុំដោយទាំងនេះមិញបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសង្ឃឹមថាបងប្អូននឹងជួយចែកម្លែកទាំងអស់គ្នាហើយបើចង់រៀនអាចតាក់ទងមកកាន់ Atra Architect យើងបានយើងមានបរិញ្ញាបត្រទាំងពីរជំនាញមានទាំងវគ្គគូប្លង់បាទ Graphic Design និងកាត់តរូបភាពបាទអរគុណច្រើនជំរាបលា